ระบองช่วยสรานนี้ในแต่มีคลั่นกระโอบโดยนเป็นขยมฮัลเลิกตีมุนจังขยมมันยิ่งหายพวกยังมีทางจุบขนิดติดเอาแต่ไอ้ทำคลั่นกระโอบสรานดิไอ้ประกอบจัดบ้านจุบขยมไหมเตะขยมพักสรานนี้มันตั้มแต่บ้านจุบมันจำมันเนี่ยที่ก็ถ้วยขยมนึกเคยเรื่องอะไรตะการจิตรันสู้ๆนี่มันใจทานบัดอยู่เกย์อย่างก็มันนังสลับรูปิดจีสรานในใต้กระโอบดามึดจะปลายปลุกออกหมอยังพักสรานหมอสบายไหมเอ๊ะระบบช่วยชิมโยธาอารมณ์พักสรานในไงนี้คือกระหนึ่งครั้งเจียวมุนติดแต่ให้ได้อ๋อขยมพลับดูกบุตรนะขยมปันเรือรกใส่ได้ละอจึงเกี่ยยมบัดสารนี่นั่งตีชมอยู่แล้วนี่หาทาทอมนาเตอร์พิเศษเอ้ยมันจังสารนี่มีชมวยตีอ๋อมันตอดดักตีไม่ไหนไอ้ยนไม่ได้เอามันเป็นชมพักสระอารมณ์สงบสงัดนะก็เป็นแต่เป็นสระนี่โจดดาวบ่มปงกอกชมโยธาวินอมตกปลื้มบอกชมต่อด้วยจีพญาอมตะเพะเนื้อตีชายให้สระนี่คือบัดปีสระกระตุติดฮัทาสระนี่การพญาตกไม่ได้สระได้พญาตกปลื้มตึกบัดได้นั่งอ๋อละอฮัทาสระพญาตกปลื้มตึกบัดสระพญาตกเฮ้ยระบบช่วยชมปราระบบสรานนี้บ้าตัวดาวสักปุกชมมุกจุลุได้นะเดินตาให้ได้เต้มนุษย์เดินเต็งหนลุหนเต็มนู้ประกอบจิตพักสระระบบเราไทยเอาแต่พักสระระบบเฮ้ยหนนี่หนึ่งลังไทยเราไทยภาษาหนหนึ่งคล้ายเต้จุบสาโก้ลมจ้าลมจ้าลุสระฮัดไอโกเตยเจียลุโกตัวเองนี่ก็จะอากามังไอ้มันอยู่ที่มันยังพักสระทั้งพักลูกตาช่วยสเนียดบ้ามันก็จะสเนียดไอ้ได้ไอ้ก็จำไรไหมดับบงลูกด้วยจะสว่างได้ลูกตาให้ไม่ก็ไว้ชมดูมาดูขยมนี่นะสลายสระสมาร์นจิบดสว่างสระหายแต่จะจุบปัจจัยหนึ่งเรื่องปักละไอ้ดิฉันหายจานฉันมันนี่นะขยมบ้านมันเกิดขบายสว่างนึกก็ได้สว่างละลูกตาช่วยบัญชังตาประหารชมไอหัดขบายกุนนั้นบานเตะเนี่ยทอมอ่ะคือทับบะหัดสนิดนี่นะมีแต่เนี่ยผมมักได้สมองหนึ่งสระพลิกคลุ้นขนมเป็นสระปิดปกอดตึบอาจหัดบานมีแต่เนี่ยผมมักเลยกี่ดีเนี่ยประมักไอ้ยาระบองช่วยไม่ชมโยธาสมเด็จได้ระบองในยินด้วยจีสัตย์ไทยชมจังเสียวชดนะบรรยากาศไปมนไอ้ขมิ้นติบกับซอลดังหัดกับไปกุนนี่เจนะแต่ชุบไอ้ลึกนี่ไอ้ดูจะพลายสะทึกดอลหอยเว้ยจังเลือกจังคมรักปีไอ้สะสมนังเนี่ยผมมักพลิกลุ้นนะบ้านไหนสมเด็จลูกหม่อมันนี้ชมสลับมันดังท่าคือสะสางชมหรือก็แสดงชมที่ปันแต่ชมปัจจุบันจำนวนจัดหัดก็ไม่สว่างนั่นก็น่าสบายบอลไหมละอ่อนนะบาจังหัดผู้ยังหัดเพลียมละอ่อนลานแม่น
ល្អ លបងឈូក្បាច់គុនលបងនឹងប្រកាសជាងឈិនឡងទៅទៀត ឈិនឡុងស្បែកខ្ញុំស្គាល់គេថ្ងៃណាមួយជិះគេមកផឹកស្រាវយើង បាន ថ្ងៃនេះយើងស្លៀកពាក់ជារាជសម្បត្តិចេញមកមើលឃើញរបស់ជាច្រើនសុទ្ធតែមន្ត្រីទាំងអស់បណ្ដាស្គាល់បើចឹងថ្ងៃក្រោយពួកយើងនឹងចេញមកទៀត ព្រះអង្គមានឫទ្ធិបញ្ញាញាណយ៉ាងនេះមហាឈិងរឹតតែរឹងមាំក្រាស់ទូល លោកអប្រាជាមនុស្សដែលយើងទុកចិត្តជាងគេសង្ឃឹមថាថ្ងៃក្រោយលោកខំប្រឹងប្រែងជួយយើងនិងជួយដល់មហាឈិង បន្ទូលរបស់ព្រះអង្គទូបង្គំចងចាំទុកក្នុងចិត្តហើយ ឈ្ងុយស្រាលអ៊ីវ ព្រះអង្គទតមុន ពិតជាឈ្ងុយមែន ប្រកូនណាមិនអាចយើងទៅបានទេក្រាបទូល ណែកុំប្រកាន់ឥឡូវខ្ញុំជាអ្នកបរទេសពួកលោកឆាប់ចូលទៅមើលទៅឆាប់ទៅ ព្រះអង្គទូបង្គំបំពេញលើព្រះអង្គហើយ អេមើលនោះមានមនុស្សច្រើនណាស់ហើយមានអត្តេសេះពីរទៀត សម្លាញ់ពួកខ្ញុំជាក្រុមឈ្មោះដែលមកពីផ្លូវឆ្ងាយអំបញ្ញមិញឃើញអ្នកទាំងពីរកំពុងហាត់ដាវតើនេះជាក្បាច់គុណអីដែរ ហេក្បាច់ដែលពួកខ្ញុំកំពុងហាត់នេះគឺពួកខ្ញុំបង្កើតឡើងដោយខ្លួនឯងហៅថាក្បាច់ស្រវឹង អូ បើអញ្ចឹងបានន័យថាតើតែផឹកសវឹងទើបហាត់បានហើយ ត្រូវមិនស្វឹងមិនហាត់ បើនិយាយចង់អ្នកទាំងពីរមានស្រាល្អហើយមែនទេ ប្រកាសដែរស្រាពួកខ្ញុំគឺល្អជាងគេលើលោកណា អូ បើអញ្ចឹងពួកខ្ញុំមកពីផ្លូវឆ្ងាយតើអាចឲ្យពួកខ្ញុំបំបត្តិការស្រេកបានទេ ប្រកាសហើយនិយាយតាមត្រង់ចុះខ្ញុំមើលវាហាត់អស់មើលលធុញដែរជិះទៅ អង្គុយទៅលោកម្ចាស់ខ្ញុំចិត្តទលេណាមកអង្គុយផឹកឲ្យច្រើនមិនបាច់គូសំទេលោកម្ចាស់ខ្ញុំចិត្តល្អណាផឹកទៅអូក្លិនស្រានេះមិនក៏ស្រស់ថ្លាយ៉ាងនេះ លបងខ្សែភ្នែកល្អមែនខ្ញុំប្រាប់លបងចុះមនុស្សធម្មតាបិទស្រាពួកគេចិត្តប្រើស្រើល្អជាងគេស្រាដែលបិទចេញមកហៅថាថ្លៃតែមិនសុទ្ធស្រានេះសិតតែប្រើក្បួនមកបិទគឺសុទ្ធហើយធម្មជាតិទៀតផងស្រស់ថ្លាល្អណាស់មកសាក់មកទៅ លោកម្ចាស់ខ្ញុំមិនតន់ផឹកផងខ្ញុំជាអ្នកបរទេសមិននឹងហ៊ានផឹកមុនលោកម្ចាស់ខ្ញុំទេ ព្រះអង្គខ្លាចក្នុងសារនេះមានដាក់ពឹស មិនក៏មានច្បាប់ទម្លាប់ច្រើនម្ល៉េះ បើអញ្ចឹងខ្ញុំផឹកមុនទៅចុះណាពិតជាស្រាលអមមែនផឹកទៅឆ្ងាញ់ណាស់ណា នេះពិតជាខ្ញុំធ្លាប់ផឹកស្រាច្រើនរាប់មិនអស់ហើយតែមិនដែលផឹកស្រាឆ្ងាញ់បែបនេះទេឆ្ងាញ់ណាស់ ហូមើលមិនដឹងថាលោកសំណាងមកយ៉ាងនេះធ្លាប់ផឹកស្រាច្រើនយ៉ាងនេះសោះ អូពួកខ្ញុំដើរគ្រប់ទីកន្លែងធ្លាប់ទៅនគរឈីងទៅគ្រប់ខេត្តក្រុងទាំងអស់ផឹកស្រាជាច្រើនមុខមែនទេលោកណែអាប់អូនស្រានេះឈ្មោះអីដែរហើយនៅកន្លែងណាមានលក់ស្រានេះ ស្រានេះហៅថាស្រូវផ្ញើទុកគឺមិត្តភក្តិរបស់ខ្ញុំបិទដល់ខ្លួនឯងខាងក្រៅអត់មានលក់ទេ អញ្ចឹងខ្ញុំត្រូវផឹកថែម 2-3 ចានទៀត បានថ្ងៃនេះពួកយើងមាននិស្ស័យទៅបានជួបគ្នា ផឹកជាមួយគ្នាផឹកតែលោកចាស់ខ្ញុំចិត្តល្អផឹកអត់ គាត់ចាំស្ដាប់ពួកយើងចង់បានប្រាក់មិនចង់បានជីវិតទេឆាប់កុំប្រាក់ឲ្យមកយើងនឹងទុកជីវិតឲ្យពួកឯងភ្លាម នៅក្នុងទឹកដីនគរឈីងក្រោមការដឹកនាំរបស់យើងមានមនុស្សសាបែបនេះផងអាចចោលមកសៀតតើពួកឯងជាអ្នកណាមិនក៏ថ្លឹមធំយ៉ាងនេះ នៅមានមនុស្សមិនខ្លាចស្លាប់ផងសម្រាប់ចោលហើយក ុំអីកុំព្រះអង្គពួកគេឃ្លាច្រើនណាស់គេគ្រូសតិច លោកពិតជាខ្លាចតែបើលោកយកខ្លួនលោកមកធ្វើការបែបនេះប្រកាសជាស្លាប់ឈរទៅមកខាងនេះទោះខ្ញុំក៏ចាប់ពួកអាចឆំសៀតអននេះ អ
ល្អណាស់លោកចាស់ដាក់ទៅលោកចាស់ដាក់ទៅលោកចាស់កុំកម្រើកអសិនសាន់ប៉ាពើគល់ឯង បាទលោកចាស់ងាប់ទឹកហើយងាប់ទឹកចាស់នៅឈោណាស់ងាប់ទៅហើយបងចោលខ្ញុំកំឡោះផឹកស្រាទៀតទេមិនចង់ទេមិនចង់ទេមិនរត់ចាប់ផក តាសម្រួលណា ចាប់ផកពួកវាចោលចាប់ផក គេថាចោលតច្រកកំណេញ ខ្ញុំចង់សម្លាប់ពួកវាចោលទៅ របស់ពួកវាមិនទៅមិនដល់ថ្នាក់ស្លាប់ទេតែប្រឹងស្មាសឹកចាប់ពួកវាទៅគឺបាន ត្រូវហើយកុំឲ្យឈាមកខ្វក់ពួកវាប្រឡាក់ដៅទឹកអី ទោះសម្លាប់ពួកវាចោលទាំងអស់ក៏យើងនឹងមិនតបអត់ខឹងដែរ អាយ៉ាកំហឹងលបងឈូលដល់មេឃពិតជាអ្នកក្លាហានមែនថ្ងៃនេះពួកយើងបានជួបគ្នាហើយផឹកស្រាជាមួយគ្នាទៀតនេះគឺជានិស័យមកពួកយើងផឹកទៀតនេះ សូមអរគុណបងអូនណាស់ដែលបានជួយពួកយើងសូមសួរបន្តិចបងអូនប្រុសឈ្មោះអីដែរដើម្បីថ្ងៃក្រោយសងគុណ អេមិនបាច់ក៏សំទេហើយទៅពួកលោកចាំថាខ្ញុំគឺជំនឿរបស់ទេវតាស្រាទៅបានហើយសាន់ប៉ាពួកយើងទៅតែ បាទ លបងជួយកំពុងចាំយើងថ្ងៃក្រោយជួបគ្នា សូមចេញ ថ្ងៃក្រោយជួបគ្នា អ្នកក្លាហាន អ្នកក្លាហានតែពេលណាទើបបានជួបគ្នាទៀត អ្នកក្លាហាន ថ្ងៃណាពួកយើងបានជួបគ្នាទៀត ថ្វាយបកូនណា យើងទើបតែមកពីដើរលបាជួបនឹងពួកចៅអន្តពាលអារម្មណ៍យើងមិនសូវល្អសោះឆាប់ហៅអ្នកនឹងលាវមកកំដរយើងជជែកគ្នាលេង ព្រះអង្គអ្នកមនាងលីមិនបានមកទេក្រាបទូល នាងកណី ក្រោយពេលព្រះអង្គយាងចេញល្បាតក្នុងរាជវាំងមានរឿងអាសន្នរោគអ្នកបម្រើនិងស្រីអាមាត្យជាច្រើនសុទ្ធតែឆ្លងរោគស្លាប់អស់ហើយពេលនេះដំណាក់របស់អ្នកមនាងលីក៏ត្រូវឆ្លងរោគដែរ ចុះនាងឥឡូវយ៉ាងម៉េចទៅហើយ ពេលនេះអ្នកមនាងលីឆ្លងរោគធ្ងន់ធ្ងរមិនអាចដើរបានទេ យើងទើបតែទទួលបានស្រីស្អាតម្នាក់នេះមិនអាចឲ្យបាត់បង់នាងទេ មកចេះសម្រាប់ផឹកទៅណែអ្នកទាំងអស់គ្នាមានមើលសេចក្តីប្រកាំងរបស់រាជវាំងទេ ប្រកាសស្អីដែរ អ្នកមនាងលីឈឺហើយបានអ្នកណាព្យាបាលនាងជានឹងប្រទានរង្វាន់ហើយឲ្យបនសាថែមទៀត អញ្ចឹងពួកយើងទៅសាមើលទៅទៅសាមើលទៅ កំលេចសាច់អីទោះជាគ្រូពេទ្យទេវតាពិតប្រកបក៏មិនហ៊ានទៅដែរកំថាឡើយពួកយើងនោះរឿងល្អស្អីទៅខ្ញុំប្រាប់អញណាបើអញទៅប្រកបជាស្លាប់ហើយខ្ញុំឮថានៅក្នុងរាជវាំងឥឡូវនេះមានសិទ្ធិអាសន្នរោគឲ្យតែឆ្លងក្អកក្តៅខ្លួនហើយនឹងស្លាប់ភ្លាមពេលនេះមិនដឹងជាស្លាប់អ្នកបម្រើនឹងស្នំឯកអាមាត្យមិនដឹងអស់ប្រមាណអ្នកទេត្រូវហើយឥឡូវនេះបើឯងចង់ទៅធ្វើអាមាត្យណានៅមានកន្លែងទំនេរច្រើនណាស់ របស់ឯងទៅ ណែអ្នកមនាងឆ្លងអាសន្នរោគគឺធ្ងន់ធ្ងរណាស់មិនងាយជាទេ មែនទេ ចុះពេលលំក្នុងរាជវាំងគេអត់មានជួបបាយទេ ហើយកុំរំលឹកអីរាជពេទ្យដែលបានចូលវាំងនោះគឺឆ្លងជំងឺខ្លួនឯងមិនអាចទប់បានផងពួកគេខ្លាំងឈឺស្លាប់មានអ្នកខ្លះត្រូវប្រហារជីវិតបកូនណាស្រឡាញ់អ្នកមនាងរបស់ព្រះអង្គណាពេលនេះណែព្រះអង្គអត់មានជួបបាយទេមានតែបិទប្រកាសដើររកគ្រូពេទ្យប៉ុណ្ណោះ ក្រែលបងឯងចង់សាអីណែសេចក្តីប្រកាសនៅនេះណែយកទៅសាមើលទៅទៅសាមើលទៅទៅសាមើលទៅលោករាជទៅបានទេកំទៅលោកចាស់ ឈួតមែនហើយ លីកទឹកជ្រោះលូឡាប់បន្តិចរស់ទាំងអស់គ្នាហើយណា លបងជួយ អូឯងមកវិញហើយ
របស់ជួយខ្ញុំមានការរត់របស់ អាយ៉ាជុំណាខ្ញុំកំពុងតែបង្កើតថ្នាំថ្មីថ្នាំនេះយកមកលាបលើមុខស្បែកល្អណាស់ របស់ជួយខ្ញុំមានពេលស្រាវជ្រាវម្សៅលាបមុខជាមួយរបស់ទេរបស់ចាំមើលអានេះមើល អានេះខ្ញុំឃើញមនុស្សចូលច្បល់តាំងពីព្រឹកព្រលឹមម្លេះមករយៈនេះមកប្រព្រឹត្តភ្នែកសោះក្នុងក្រុងទាំងមូលគេបិទឡើងពេញគ្រប់ទីកន្លែងអស់ទៅហើយអ្នកណាមួយគេមិនដឹងសេចក្តីប្រកាសនេះមានសេចអស់ចារោ មានរបស់មានភ្ញាក់ផ្អើលអញ្ចឹង ហើយមិនថៅទេមិនក៏ឯងផ្ទះសាដូចគេឯងដែរអញ្ចឹងហ៎ ពីពីមិននិយាយមិនច្បាស់ទេនិយាយរួមរបស់ត្រូវជួយខ្ញុំនឹងថានៅលើលោកនេះមានតែរបស់ទេទើបអាចជួយនឹងបាន ហើយតែខ្ញុំលើកគេនិយាយថាគ្រូព្យាបាលដែលចូលទៅពិនិត្យជំងឺណាគ្មានអ្នកណាម្នាក់មានជីវិតចេញមកក្រៅវិញទេណែឯងនិយាយមកមើលខ្ញុំមិនលោភលន់មាសប្រាក់មិនចង់បានបុណ្យស័ក្តិរឿងអីខ្ញុំទៅបន្ថយគ្រោះថ្នាក់ធំយ៉ាងនេះបើចង់ឲ្យខ្ញុំទៅគាត់ត្រូវតែប្រាប់មូលហេតុឲ្យខ្ញុំមួយយ៉ាងច្បាស់លាស់ដែរកាលរបស់ធ្លាប់និយាយថាជំងឺរត់តែពិបាកព្យាបាលរបស់រត់តែចំព្យាបាលអាសន្នរោគរឿងនេះទុកថាជាជំងឺដែលពិបាកព្យាបាលជាងគេហើយនេះក៏ទុកជាមូលហេតុសំហេតុសំផលមួយដែរប៉ុន្តែបើឯងធ្វើកិច្ចការបីយ៉ាងបានសម្រេចខ្ញុំប្រហែលជាទៅណាបាទទោះជា100យ៉ាងក៏ខ្ញុំយល់ព្រមដែរ អាយ៉ាឯងកុំធន់សប្បាយចិត្តពេកកិច្ចការបីយ៉ាងនេះគ្រាន់តែមួយយ៉ាងអាចធ្វើឲ្យឯងចោះចាញ់ទៅហើយមកទៅឯងមិនតាន់ជឿទេនិយាយពីកិច្ចការទី1សិនខ្ញុំត្រូវការឈាមសេះនេះតែមកកូន10នេះទេងាយទេ អាយ៉ាឈប់សិនឈាមសេះដែលខ្ញុំចង់បាននេះមិនមែនឈាមសេះធម្មតាទេណាណែពួកឯងធ្លាប់ឮឈ្មោះសេះទេពញើសឈាមខ្យល់ខ្មៅដែលជាសេះលេខ1របស់មហាឈិញទេសេះទេពនោះណាគឺជាសេះរបស់លោកមេតបម៉ងធានក្នុងមួយថ្ងៃបលបានរាប់ពាន់យោជមិនចេះហត់ទេណាឈាមសេះម៉ងធានម៉ងអីអាយព្រមត្រឡប់មកតែនេះវិញហើយខ្ញុំដឹងថាប្រកាសជាមានថ្ងៃនេះ ផ្ទះម៉ងអ៊ីធំណាស់តែខ្ញុំមិនមែនម៉ងអ៊ីទីនេះក៏មិនមែនជាផ្ទះខ្ញុំដែរអាយនិយាយថាម៉េចហ្នឹងក្រែងនិយាយថាបើខ្ញុំជួបឧបសគ្គឲ្យខ្ញុំមករកឯងមែនហើយខ្ញុំហ៊ាននិយាយហ៊ានធ្វើអាយត្រូវការឲ្យខ្ញុំជួយអីខ្ញុំចង់បានឈាមខ្យល់ខ្មៅហេតុអីទៅដើម្បីយេស៊ូអ្នកម្នាងលីមានតេតងអីនឹងរឿងនេះនេះកំពុងគ្រោះថ្នាក់មានតែឈាមខ្យល់ខ្មៅទេទើបអាចព្យាបាលនេះបានបើកុំទៅដើម្បីនេះខ្ញុំក៏មិនមករកឯងដែរជួយខ្ញុំផងទៅខ្ញុំជួយឯងមិនមែនដើម្បីអ៊ីងស៊ូទេគឺដើម្បីអ្នកម្នាងលីមហាឈិញឯងត្រូវតែអធិស្ឋានឲ្យខ្ញុំមិនអាចឲ្យអ៊ីងស៊ូស្លាប់បានទេខ្ញុំត្រូវតែជួយនាងនេះជាអាងកម្លាំងរបស់យើងតែពីរនាក់ខ្ញុំចូលចិត្តចម្ពាក់គុណគេទេគុណស្រ័យនេះថ្ងៃក្រោយខ្ញុំមិនសងវិញឯងមិនបាច់សងទេពីព្រោះយើងទៅពីរនាក់ជាបងប្អូនសុំទោសខ្ញុំធ្វើឲ្យឯងអស់សង្ឃឹមទៀតដែរខ្ញុំពិតជាមិនមែនមកអ៊ីមែនម៉ងអ៊ីអើយតើពេលណាទើបឯងផ្លាស់ប្ដូរគំនិតនេះវិញលោកចាស់ខ្ញុំយកមកហើយហើយយ៉ាពិតជាសេះទីបរបស់លោកមិនតបបងមែនខ្ញុំមិនចង់បានវាយូរថ្ងៃមកហើយណានៅក្តៅនៅឡើយប្រកាសជានៅក្តៅហើយខ្ញុំយកបានភ្លាមមកភ្លាមចម្លែកមែនមិនគួរជឿសោះ
លោកតាគិតមើលចោលទៅលួចគេកណ្ដាលថ្ងៃត្រង់អញ្ចឹងហី ត្រូវហើយបាញ់និយាយទៅណាសុំអត់មិនតាក់រហែកដែរ ត្រូវហើយលោកអត់មានត្រូវរបួសទេហ៎លោកម្ចាស់លោកអីទេ ខ្ញុំមើលអញតិចមើលគ្មានរបួសអញតិចសោះនេះហ่าស្ទាបជិបចោលសិនហើយចម្លែកមែនខាងក្នុងក៏អត់មានរបួសដែរ នេះចាស់នេះ មិនតាន់ទេ ចាំនិយាយកិច្ចការទី2មក ល្អយើងនិយាយកិច្ចការទី2វិញហើយកិច្ចការទី2គឺថាខ្ញុំចង់ឲ្យឯងទៅយករបស់មួយយ៉ាងទៀត អេលោកតាជួយលោកចង់ឲ្យពួកខ្ញុំទៅលួចអីវ៉ាន់ទៀតមែនទេ ណារបស់មួយនេះมันចេះខំគេក៏មិនចេះធាក់គេដែរអាបើឯងអាចជួយបានណា ប្រសាណាលោកតាជួយខ្ញុំខាន់លួចអីវ៉ាន់គេយូរហើយឥឡូវដូចជារមាស់ដៃខ្លាំងណាស់ របស់ដែលខ្ញុំចង់បានគឺត្បូងរាត្រីសមុទ្រដែលរសារទុកនៅដំណាក់កិច្ចការផ្ទៃក្នុងជាវត្ថុទឹកកម្រមានឬល្បីថាវាប្រកែកណាស់អាចដេញព្រលឹងខ្មោចបានណា ខ្ញុំទៅលួចឲ្យលោក លោកម្ចាស់ពួកយើងទៅលួចអីវ៉ាន់នៅក្នុងរាជវាំងណាឬក៏លោកចង់ទៅទាំងកណ្ដាលថ្ងៃត្រង់អញ្ចឹងទៅទាំងកណ្ដាលថ្ងៃត្រង់អញ្ចឹងគេចាប់បានហើយ ប្រកាសจะទៅពេលយប់ហើយ ណែត្បូងនោះគឺជាត្បូងរាត្រីណានៅពេលយប់នឹងចេញពន្លឺដល់ខ្លួនឯងហើយមានតម្លៃណាស់ស្មើនឹងស្រុកមួយណាដូច្នេះអ្នកយាមក៏តឹងតែងដែរបើបាត់ពន្លឺគេនឹងដឹងថាត្បូងនេះនឹងត្រូវគេលួចបាត់ហើយដល់ពេលនោះពួកឯងកុំសង្ឃឹមថារត់ចេញពីវាំងរួចឲ្យសោះ អាយ៉ាបើអញ្ចឹងលោកម្ចាស់ពួកយើងទៅលួចយ៉ាងម៉េចទៅ បើខ្ញុំបានទេក៏មកខ្ញុំទៅលួច អ្នកប្រុសត្រូវការអីដែរបាទ ទីនេះមានត្បូងរាត្រីទេ អូបាទមានអាធំក៏មានអាតូចក៏មានដែរណាលោកមកនេះអញ្ចឹងមើល បានហើយលោកម្ចាស់ លោកម្ចាស់ខ្ពស់ណាស់ ប្រយ័ត្នពីកន្លងផុតកន្លងទៅពួកគេនឹងមកដល់បាបម្ដងទៀតពួកយើងត្រូវឆាប់ចាត់ការមុនពួកគេ ខ្ញុំយល់ហើយ លោកម្ចាស់នេះជារបស់ស្អីហ្នឹង នេះហៅថាកង់របាំងមកអាចចាក់ខ្សែនេះចុះតែទៀតខ្ញុំប្រឡែងចុះទៅយឺតយល់ទេ បាទលោកម្ចាស់លោកប្រយ័ត្នផងណា ប៉ុណ្ណឹងបានទេ បើខ្វយយកស្អីទម្លាក់ទៀតបានហើយ
មានមនុស្សមកហើយ ទាញឡើងទៅវិញឆាប់ទាញឡើងទៅវិញ ជំពាក់ខ្សែជំពាក់គ្នាហើយ អាចាអាកាដុតចង្រៃខ្ញុំខំតាភីមើលទៅថ្ងៃក្រោយត្រូវយកឆ្មាមកតាមហើយ របស់ពីរយ៉ាងដែលរបស់ត្រូវការខ្ញុំយកមកហើយឈប់និយាយកិច្ចការទី3មក អូល្អណាស់អីណែនេះគឺថ្នាំព្យាបាលជំងឺអាសន្នរោគណាកាន់វាស្រួលទៅ ថាម៉េចឆ្នាំនេះរបស់រៀបចំទុកយូរហើយ ហេ តែរបស់និយាយថាឈាមសេតនិងត្បូងរាត្រីសិតតែយកមកផ្សំថ្នាំ ត្រូវហើយតែខ្ញុំមិនដែរនិយាយថារបស់ពីរយ៉ាងនេះចាំបាច់ត្រូវតែយកវាយកមកព្យាបាលជំងឺអាសន្នរោគទេណា របស់នឹងទេខ្ញុំដើម្បីយកឈាមសេតឲ្យរបស់ខំតឹងវ៉គេយ៉ាងអស់វិចិត្រខ្ញុំសានប៉ៅទលួយត្បូងរាត្រីវាទាំងបាត់បង់ជីវិតរបស់បាយជាប្រាប់ខ្ញុំថារបស់ពីរយ៉ាងនេះមិនមែនថ្នាំផ្សំ មកពីខ្លួនឯងកិនឈើពេកហ្នឹងណា របស់ឯងប្រាប់ខ្ញុំ ទៅហើយគឺខ្ញុំប្រើប្រាស់ឯងមែនឯងធ្លាប់លើកគេនិយាយទេមិនខ្លាចត្រូវគេប្រើប្រាស់ទេខ្លាចតែខ្លួនឯងប្រើកម្មបាន ពេលនេះខ្ញុំត្រូវការប្រើប្រាស់ឯងទៅធ្វើកិច្ចការទី3ទៀតណាបងអូន ស្មានតែខ្ញុំល្ងងនេះថ្នាំខ្ញុំយកបានហើយខ្ញុំស្ដាប់តាមជារបស់ទេ មើលទៅកិច្ចការទី3នេះឯងមិនចង់បដិសេធទេគឺមិនចង់បដិសេធតែម្ដងថែមទាំងមិនព្រមបដិសេធទៀតផងណា បើមានកិច្ចការបែបនេះមែនខ្ញុំឲ្យជីវិតទៅរបស់ អីអើយសភាពបរោះនិយាយម៉ាត់ណាម៉ាត់នឹងវិញណែកិច្ចការទី3នេះគឺឲ្យឯងណាយកថ្នាំព្យាបាលជំងឺចូលវាំងតែម្នាក់ឯងពិនិត្យមើលជំងឺឲ្យអ្នកម្នាងអ៊ីស៊ូតែម្នាក់ឯងឯខ្ញុំវិញណានៅផ្ទះម្នាក់ឯងផឹកសាររងចាំឯងត្រឡប់មកវិញដោយជោគជ័យបំផុតមិនដែរ ខ្ញុំអាចបដិសេធបានដែរទេ អាយ៉ាយកដល់ឲ្យស្ដាប់ឮទេនេះតើឯងបដិសេធឬក៏ឯងសម្រេចចិត្តហើយមិនយកមួយណាដែរ រឿងនេះរបស់មិននិយាយក៏ខ្ញុំធ្វើអញ្ចឹងដែរ អូយជីវិតរបស់ឯងក៏ប្រគល់ឲ្យខ្ញុំហើយសៀវឈួនខ្ញុំមានពាក្យមកឃ្លាជូនឯងណាគ្មានស្នេហ៍នឹងរឹងមាំយកចិត្តទុកដាក់រឹតតែពិបាកហេតុដូច្នេះហើយទើបខ្ញុំជាទេវតាក្នុងស្រា
ឯងជាកន្ធាយក្នុងក្អមយ៉ាងមិនទៅហើយប្រហែលថ្ងៃទៅហើយអត់មានមនុស្សឲ្យសេចក្តីប្រកម្មមកទៀតបានយើងនឹងបន្ថែមរង្វាន់ទៀតព្រះកូនណាមានគ្រូពេទ្យម្នាក់ឲ្យសេចក្តីប្រកម្មមកហើយនាំគេទៅដំណាក់អ្នកនាងលីមិនបាច់មកកោះយើងទេកាលណាថ្លៃវិសេសឲ្យលឺឡើងលោកមេកគេគឺគ្រូពេទ្យដែលឲ្យសេចក្តីប្រកាសចាប់ទៅវិញអ្នកទាំងពីរចាំស្ដាប់ទ្វារនេះអាចចូលទៅរួចតែចេញមិនបានទេលុះត្រាតែអ្នកទាំងពីរស្លាប់នៅក្នុងឬក៏ព្យាបាលជំងឺអាសន្នទៅរួចនេះឲ្យជាទើបអាចចេញមកបានខ្ញុំមិនចូលទៅទេគេចូលទៅតំណែងឯងសេចក្ដីជួនដំណើររត់ប៉ុនជួយគង់តែបែកគ្នាឃើញជួនឯងតែត្រឹមនេះទេណាបើខ្ញុំមានជីវិតចេញមកវិញខ្ញុំមកជាមរតករបស់ជំរាបវិទ្យាល្អឯងចាំណាថ្នាំដែលឯងយកចូលទៅនេះអាចព្យាបាលតែអ្នកនាងលីម្នាក់ប៉ុណ្ណោះដូច្នេះឯងមិនអាចឆ្លងរោគនេះជាដាច់ខាតហេតុអីកុំធ្វើច្រើនពេកនោះមកจะអាចជួយមនុស្សបានកាន់តែច្រើនអីមិនក៏ឯងនិយាយអញ្ចឹងរបស់ល្អបែបនេះពិបាករកខ្លាំងណាស់គ្រាន់តែមកកូន10ទុយប៉ុណ្ណឹងខ្ញុំសុំវាអស់រាប់សិបឆ្នាំឯណោះឯងដឹងទេត្រូវតែបិទមុខសិនត្រូវតែបិទច្រមុះប្រហែលជាអាចជួយមិនឲ្យឆ្លងរោគបានអរគុណបើកទ្វារមិនក៏ហេតុអីក៏ពួកលោកពួកអញជួយនៅឲ្យស្ងៀមអ្នកណាហ៊ានសម្រុកចេញពីទ្វារនេះនឹងសម្រាប់ចោលទាំងអស់អាប្អូនឯងថែរក្សាខ្លួនណាឯងត្រូវថែរក្សាខ្លួនបានល្អលើកមុនស្រីបន្តិចនាងសុខចិត្តស្លាប់ដើម្បីជួយជីវិតឯងតែលើកនេះឯងដើម្បីជួយស្រីផ្សេងទៀតឯងសុខចិត្តមករកសេចក្តីស្លាប់ចុះដល់លើកក្រោយហើយចុះលើកក្រោយទៀតហើយនៅមានលើកក្រោយទៀតមើលទៅខ្ញុំត្រូវរកមិត្តភក្តិថ្មីទៀតហើយលោកគ្រូពេទ្យជួយខ្ញុំផងទៅខ្ញុំទៅលោកគ្រូពេទ្យជួយខ្ញុំផងខ្ញុំសុំបងលោកគ្រូពេទ្យជួយខ្ញុំផងទៅខ្ញុំទៅលោកគ្រូពេទ្យជួយខ្ញុំផងខ្ញុំសុំបងជួយខ្ញុំផងទៅលោកគ្រូពេទ្យកុំទៅអីលោកគ្រូពេទ្យផងទៅលោកគ្រូពេទ្យខ្ញុំសុំបងផងទៅលោកគ្រូពេទ្យកុំទៅអីលោកគ្រូពេទ្យលោកគ្រូពេទ្យខ្ញុំគឺស៊ឺជុំខ្ញុំកំពុងតែយឺតសងឬក៏ស្មងសម័យឬមកក៏ខ្ញុំស្លាប់បាត់ហើយនាងអត់ស្លាប់ទេនាងនៅរស់នៅឡើយ
នាងមើលខ្ញុំនៅចំពោះមុខនាងហើយតាហ៎ សេឈុនគឺពិតជាលោកមែនទេ គឺខ្ញុំ ឲ្យខ្ញុំស្ទាបមកលោកបន្តិចមកហេតុអីបានជាលោកមកទីនេះ ខ្ញុំឲ្យសេចក្តីប្រកាសមកព្យាបាលជំងឺនេះ ទេលោកឆាប់ទៅវិញទៅមនុស្សដែលឆ្លងជំងឺនេះគ្មានអ្នកណាអាចរស់បានទេ អ៊ីស៊ូ ឆាប់ទៅវិញទៅទៅវិញទៅទៅវិញទៅ អ៊ីស៊ូនេះក៏ធ្វើចឹងអ៊ីស៊ូស្ដាប់ខ្ញុំនិយាយសិនបើខ្ញុំមកដល់ទៅខ្ញុំមិនគិតថាទៅវិញម្នាក់ឯងទេបើមិនមែនស្លាប់នៅទីនេះទៅពីរនាក់ទេគឺខ្ញុំព្យាបាលនឹងឲ្យជីហើយចាក់ចេញទាំងអស់គ្នា លោកចាំបាច់ពិបាកយ៉ាងនេះធ្វើអី ទេបន្តិចក៏មកពិបាកដែរបានឃើញនេះអ្នកនៅថាខ្ញុំសប្បាយចិត្តប៉ុណ្ណាទេមានពីប្រមាណនិយាយត្រូវទេឆាក់ជីវិតមានតម្លៃស្នេហារឹតតែថ្លៃ ជីវិតគឺមានតម្លៃតែស្នេហារឹតតែមានតម្លៃលោកនិយាយត្រូវណាស់ ទៅនេះនឹងបើគ្មានឆាក់ជីវិតរបស់ខ្ញុំគឺគ្មានន័យអ្វីឡើយប៉ុន្តែថ្ងៃនេះខ្ញុំផឹកស្រាបំបត្តិទុករហូតថ្ងៃណាក៏ចេញក្រៅថ្ងៃណាក៏ដាស់ប៉ាឡាដែរ ខ្ញុំក៏ដូចលោកដែរថ្ងៃណាក៏រស់នៅដូចជាមនុស្សដែលគ្មានវិញ្ញាណ អ៊ីស៊ូនេះចង់រស់យូរយ៉ាងនេះធ្វើទោះជាមួយថ្ងៃក្រោយឲ្យតែពួកយើងអាចស្រឡាញ់គ្នាដោយសប្បាយចិត្តទោះជាឲ្យពិភពលោកនេះមកខ្ញុំក៏ខ្ញុំមិនយល់ដែរ គឺបងគឺជាពិភពរបស់អូន បងចេញទៅមើលមើលនៅខាងក្រៅមានរឿងអីកើតឡើងហ្នឹង ខ្ញុំញ៉ាំថ្នាំនេះអស់សិនទៅមក ឆាប់សិនបងផ្លេចជាមួយនេះហើយ លោកគ្រូប៉ែជួយបងស្រីខ្ញុំផងខ្ញុំសុំបងជួយបងស្រីខ្ញុំផងលោកគ្រូប៉ែ ខ្ញុំជួយលេខបានគាត់ស្លាប់បាត់ហើយ បងស្រីឲ្យតែខ្ញុំនៅរស់ខ្ញុំប្រកាសជាអាចរស់ស៊ីយកឃើញបងស្រី ពួកគេនៅខាងក្រៅចាំមិនទៅហើយ នេះឆ្លងជំងឺរឹតតែតិចទៅអូនស្ដាប់មើលសម្លេងនៅខាងក្រៅមើលរឹតតែខ្សោយទៅប្រសើរណាស់ជំងឺនេះពិតជាអាចព្យាបាលជាមែនទេ ប្រកាសដូច្នេះជំងឺអូនប្រកាសជាបានជាឆាប់ មានបងនៅក្បែរអូនជំងឺអីក៏ដែរក៏ពិតជាវិញដែរ
អ្នកម្នាងខ្ញុំសុំបងខ្ញុំចង់ស្លាប់ទេអ្នកម្នាងជួយខ្ញុំ ហើយធំធំមែនហ៊ានសរុបចុះដំណាក់ផង ខ្ញុំចង់ស្លាប់ទេខ្ញុំសុំបងជួយខ្ញុំផងខ្ញុំចង់ស្លាប់ទេ ក្រែងមនុស្សឆ្លងរងរត់ទៅតិចទៅ អ្នកដែលឆ្លងព្រោះស្លាប់អត់ទៅហើយប្រកាសចកាត់តិចអើយ អាចក្រឡើង ជួយខ្ញុំផង កុំនិយាយប្រេះប្រដៅនេះមនុស្សត្រូវការសម្រាប់ណាចេញទៅវិញទៅ ជួយផង ចេញទៅ ជួយខ្ញុំផង 这到底是怎么回事？解开我最神秘的等待，星星坠落，风在吹动，终于在将你拥入怀中，两颗心颤抖。相信我不变的真心，千年等待有我承诺。无论经过多少的寒冬，我绝不放手。与我牵绊，这浮世之空，等到阑珊擦肩回眸，再次的相守，苦苦痛痛爱的节奏，愿与你同守，却连一句我爱你都不能说出口。成为你我心中那永远盛开的花，说好了给我的永久，这一次不要先走。唯有真爱追随你我，穿越无尽时空。你会知道我等着你，在千年之后。爱是心中唯一不变美丽的神话。